ខ្ញុំធ្លាប់ធ្វើការងារដែលល្អការងារដែលស្រួលហើយថ្លៃខ្ញុំសប្បាយចិត្តនឹងធ្វើការងារនោះហើយខ្ញុំសប្បាយចិត្តនឹងទទួលផលវាហើយនៅពេលដែលចប់កន្លែងហ្នឹងទៅកន្លែងផ្សេងថ្មីទៀតខ្ញុំក៏រំពឹងថាបានការងារល្អដូចកន្លែងចាស់ដែរតែផ្ទុយស្រឡះបងប្អូនការងារល្អហើយថ្លៃគឺមិនងាយរកបានដោយងាយទេយូរប៉ះម្ដងជួនកាលប៉ះការងារដែលល្អថ្លៃហើយលុយចេញយ៉ាប់ក៏មានខ្ញុំធ្លាប់ជួបហើយបងប្អូនហើយคลิปវីដេអូនេះផ្ញើជូនទៅដល់បងប្អូនកុំរំពឹងតែការងារល្អដែលស្រួលពេកហើយបងប្អូនย้ายទៅកន្លែងផ្សេងការងារថោកជាងកន្លែងចាស់ហើយយ៉ាប់ជាងកន្លែងចាស់បងប្អូននឹងមិនចង់ធ្វើវាឡើយព្រោះបងប្អូនធ្លាប់ធ្វើតែការងារស្រួលចឹងហើយខ្ញុំរីខមមិនឲ្យបងប្អូនត្រូវចេះទទួលយកនៅពេលដែលប៉ះកន្លែងដែលស្រួលហើយនឹងប៉ះកន្លែងដែលពិបាកដោយសារតែវីដេអូខ្ញុំមិនលើសពី1នាទីទេចឹងហើយចាំវីដេអូក្រោយខ្ញុំនឹងផុសតពីវីដេអូនេះហើយខ្ញុំអរគុណបងប្អូនដែលជួយចុច follow ខ្ញុំនិងមើលវីដេអូខ្ញុំកន្លងមក